ការពីម្សិលខ្ញុំបានធ្វើការផុសរូបភាពមួយស្លឹកតាក់ទងជាមួយនឹង certificate ដែលខ្ញុំទទួលបានពីសាលារៀនបើកបរបន្ទាប់ពីខ្ញុំបានធ្វើការប្រឡងជាប់ជាស្ថាពរហើយឥឡូវនេះគឺខ្ញុំទទួលបានបើកបរសម្រាប់បើកហើយចាហើយមានបងស្រីម្នាក់គាត់ធ្វើការឆាតមកសួរខ្ញុំហើយគាត់មានចំណាប់អារម្មណ៍គាត់សួរថាតើខ្ញុំរៀនបើកបរនៅក្នុងប្រទេសជប៉ុននឹងអស់ប្រហែលដែរគាត់ចង់រៀនដែរអញ្ចឹងណាហ្នឹងហើយអញ្ចឹងចម្លើយរបស់ខ្ញុំគឺខ្ញុំរៀនបើកបរនៅក្នុងប្រទេសជប៉ុននេះគឺអស់តែ$300ទេបញ្ជាក់ការរៀនរបស់ខ្ញុំនឹងគឺខ្ញុំរៀនពីកម្រិតដំបងតែម្ដងដោយសារតែខ្ញុំអត់ចេះបើកឡានទេនៅខ្មែរជិះតែម៉ូតូអត់មានបានបោះទេហើយខ្ញុំមកនៅជប៉ុនរយៈពេល6ឆ្នាំក៏ខ្ញុំអត់មានបានបោះដែរដោយសារតែខ្ញុំរស់នៅក្នុងខេត្តផ្សេងៗទៀតនៅក្នុងប្រទេសជប៉ុនវាសម្បូរទៅដោយ public transportation ឡានក្រុងរថភ្លើង taxi គឺនៅគ្រប់ទីកន្លែងយើងអាចទៅណាក៏អាចប្រើ public transportation នឹងដែរអញ្ចឹងអត់ចាំបាច់ទិញឡានទេប៉ុន្តែឥឡូវនេះគឺខ្ញុំផ្លាស់ប្ដូរមករស់នៅក្នុងខេត្តអូគីណាវ៉ាហើយនៅនេះអត់សម្បូរទេ public transportation គឺអត់សម្បូរទេគឺរថភ្លើងមានតែមួយខ្សែរថឡានក្រុងក៏មានដែរប៉ុន្តែតិចតួចមែនទែនអត់សូវមានអ្នកប្រើអញ្ចឹងណាចាអញ្ចឹងវាអត់មានសម្បូរអត់សូវសម្បូរខ្សែរថភ្លើងឡានក្រុងទេហើយ taxi ក៏មានដែរប៉ុន្តែបាច់ជិះ taxi អស់ទាំងម៉ឺនអស់ម៉ឺនយេនចាបាច់ជិះហ្នឹងហើយអញ្ចឹងនិយាយមកវិញគឺការរៀនរបស់ខ្ញុំគឺអស់តែ$300ទេហើយបងប្អូនប្រកាសជាឆ្ងល់ហើយថាហេតុអីបានខ្ញុំនៅគ្រូនៅក្នុងប្រទេសជប៉ុនដែរហើយខ្ញុំអស់តែ$300ហើយអ្នកផ្សេងទៀតពិសេសជាគេបងដែលកំពុងតែនៅក្នុងគ្រូនៅក្នុងប្រទេសជប៉ុនយូរហើយដឹងហើយថាការប្រឡងយកបានបើកបរនៅក្នុងប្រទេសជប៉ុនអត់តិចទេចុះថ្ងៃណាក៏ចាប់ពី$2000រហូតដល់$3000ដែរអញ្ចឹងណាបើសិនជាយើងគិតជាយេនវាអាស្រ័យទៅលើសាលាអញ្ចឹងបើសិនយើងគិតជាយេនមកពី240,000យេនរហូតដល់35,000យេនវាអាស្រ័យទៅលើប្រភេទរថយន្តដែលយើងចង់រៀនបើកដោយសារតែនេះគេបែងចែកជារថយន្តបើសិនជាយើងរៀនហើយឡានដែលយើងមានកម្រងចង់ទិញហ្នឹងអាឡានប្រភេទអូតូយកអត់ដាក់លេខចាអញ្ចឹងវា20ទៅ24,000យេនរហូតដល់34,000យេនប៉ុន្តែបើសិនជាអាឡានដែលយើងទិញមកយើងដាក់លេខយើងដាក់លេខចាអញ្ចឹងគឺដូចតម្លៃវាខុសគ្នាតាម10000យេនហ្នឹងហើយជា25,000យេនរហូតទៅដល់35,000យេនហើយយើងនៅចំណាយទៅលើផ្សេងទៀតដូចជាថ្លៃប្រឡងថ្លៃរថយន្តដែលយើងប្រឡងដែលយើងជិះអនុវត្តអីចឹងទៅវាមានផ្សេងទៀតចឹងណាហ្នឹងហើយអញ្ចឹងមូលហេតុដែលខ្ញុំធ្វើការរៀនបើកបរហើយខ្ញុំអស់លុយតិចដោយសារតែសាលាដែលខ្ញុំរៀនហ្នឹងមិនមែនជាសាលារបស់ជប៉ុនទេជាសាលារបស់អាមេរិកដោយសារតែនិយាយទៅវាវែងឆ្ងាយអញ្ចឹងណាចាអញ្ចឹងនិយាយឲ្យរួមមកលក្ខណៈថាសាលាដែលខ្ញុំរៀនបើកបរហ្នឹងគឺជាសាលារបស់អាមេរិកហើយការរៀនបើកបររបស់ខ្ញុំគឺស្តង់ដាររបស់អាមេរិកអត់មែនស្តង់ដាររបស់ជប៉ុនទេប៉ុន្តែខ្ញុំប្រឡង3តង់ណាខ្ញុំប្រឡង3តង់ចាមុននឹងខ្ញុំធ្វើការដំបូងចេះការរៀនយកបានបើកបរស្តង់ដាររបស់អាមេរិកហ្នឹងណាកូនខ្ញុំនៅខាងក្រោយនិយាយទៅការប្រឡងយកបានបើកបរស្តង់ដារអាមេរិករបស់ខ្ញុំហ្នឹងដោយសារតែខ្ញុំរៀបការទៅខាងគ្រួសាររបស់ខ្ញុំគាត់ជនជាតិអាមេរិកហើយគាត់បម្រើការឲ្យរាជរដ្ឋាភិបាលអាមេរិកចឹងណារបស់អាមេរិកអញ្ចឹងទៅខ្ញុំពាក់ព័ន្ធជាមួយនឹងខាងគាត់មិនមែនជាកងទ័ពទេប៉ុន្តែគាត់ធ្វើការឲ្យខាងរាជរដ្ឋាភិបាលរបស់អាមេរិកអញ្ចឹងពួកខ្ញុំគឺពាក់ព័ន្ធជាមួយនឹងអាមេរិកអត់ពាក់ព័ន្ធមួយខាងជប៉ុនទេអញ្ចឹងទៅពួកខ្ញុំរៀនយកបានបើកបរពីកម្រិតដំបូងហ្នឹងគឺខ្ញុំប្រឡង3ដំណាក់កាលទី1គឺខ្ញុំធ្វើការចុះឈ្មោះខ្ញុំបង់លុយ$300ហើយបន្ទាប់ពីខ្ញុំបង់លុយ$300ហើយគេផ្ញើជា receipt គេផ្ញើជាឯកសារផ្សេងដែលគេត្រូវការឲ្យយើងមើលអញ្ចឹងណាអញ្ចឹងបន្ទាប់ពីគេផ្ញើអ៊ីមែលមកនៅក្នុងអ៊ីមែលហ្នឹងវាមានព័ត៌មានផ្សេងហើយក៏មានតាក់ទងជាមួយនឹងច្បាប់បើកបរជា PDF មួយតាក់ទងជាមួយនឹងច្បាប់បើកបរនៅក្នុងប្រទេសជប៉ុនដែរអញ្ចឹងខ្ញុំត្រូវរៀនច្បាប់បើកបរក្នុងប្រទេសជប៉ុនហើយបន្ទាប់ពីខ្ញុំគិតថាខ្លួនឯងអាចមានលទ្ធភាពប្រឡងជាប់គឺខ្ញុំទៅប្រឡងបើមិនខ្ញុំប្រឡងអត់ជាប់ទេគឺខ្ញុំអត់ទាន់អាចមានសិទ្ធិចូលរៀននៅក្នុងថ្នាក់រៀនបើកបរស្តង់ដារអាមេរិកទេអញ្ចឹងចាសំណាងដែរគឺខ្ញុំប្រឡងជាប់លើកទី1ចាអញ្ចឹងបន្ទាប់ខ្ញុំប្រឡងជាប់ហើយគឺខ្ញុំចូលរៀន2សប្តាហ៍តាក់ទងជាមួយនឹងការបើកបរស្តង់ដាររបស់អាមេរិកអញ្ចឹងបន្ទាប់ពីខ្ញុំរៀន2សប្តាហ៍ហើយគឺខ្ញុំមានប្រឡងមួយទៀតតាក់ទងជាមួយនឹងស្តង់ដាររបស់អាមេរិកចាអញ្ចឹងប្រឡង2តង់ចាអញ្ចឹងគឺខ្ញុំប្រឡងជាប់ទៀតហើយដំណាក់កាលចុងក្រោយគេគឺយើងទៅធ្វើការអនុវត្តនៅក្នុងឡានផ្ទាល់
ចាការអនុវត្តនៅក្នុងឡានចាគឺពួកខ្ញុំមានរយៈពេលតែ6ម៉ោងទេគឺថ្ងៃទី1គឺ3ម៉ោងថ្ងៃទី2 3ម៉ោងអញ្ចឹងណាថ្ងៃទី1គឺគេបរៀនគេប្រាប់យើងថាអានេះគេធ្វើម៉េចដល់កន្លែងនេះគេធ្វើម៉េចអញ្ចឹងគេប្រាប់យើងទាំងអស់ដល់ពេលដល់ថ្ងៃទី2រយៈពេល3ម៉ោងហ្នឹងណាគឺគេប្រាប់យើងអីសោះគឺលក្ខណៈថាគេឲ្យយើងបើកអញ្ចឹងណាគឺឲ្យយើងបើកទៅហើយបើសិនជាយើងធ្វើខុសកន្លែងណាគឺគេចាប់កំហុសរបស់យើងហើយបើសិនជាដល់ចំណុចមួយថាអូយើងអត់អាចជាប់ទេគឺគេប្រាប់ថាខ្ញុំអត់អាចធ្វើការខ្ញុំអត់អាចខ្ញុំអត់ជាប់ទេអញ្ចឹងខ្ញុំត្រូវធ្វើការបង់លុយហើយខ្ញុំរៀនម្ដងទៀតអញ្ចឹងណាចាប៉ុន្តែសំណាងគឺខ្ញុំដំណាក់កាលទាំង3ប្រឡងទី1ទី2ទី3ហ្នឹងគឺខ្ញុំប្រឡងជាប់ទាំង3គឺខ្ញុំអត់មានបញ្ហាអីទេអញ្ចឹងនេះគឺជាព័ត៌មានហើយក៏ជាមូលហេតុមួយដែលខ្ញុំធ្វើការរៀនយកបានបបនៅក្នុងប្រទេសជប៉ុនថោកជាងអ្នកផ្សេងដែលគាត់រស់នៅក្នុងប្រទេសជប៉ុនហើយយកបានបបក្នុងប្រទេសជប៉ុនអញ្ចឹងណាចា